ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឡាយចាលោកផលិតផលដដែលណាថ្ងៃនិយាយពីការប្រើប្រាស់ផលិតផលមួយចំនួនចាតែមុននឹងផ្សព្វផ្សាយក៏ដូចជាបង្ហាញពីផលិតផលដែលខ្ញុំលក់ណាគឺខ្ញុំសូមមក make up សិនចាពេលព្រឹកនេះគឺជាសេរ៉ូមសាកូរ៉ាដែលខ្ញុំប្រើរាល់ថ្ងៃនេះសេរ៉ូមសាកូរ៉ានេះគឺជួយសម្រាប់អ្នកដែលចង់បានស្បែកក្មេងជាងវ័យបំបត្តិជ្រីវជ្រួញធ្វើស្បែកយើងតឹងណែនអីហ្នឹងហើយផ្ដល់សំណើមខ្ពស់អ្នកចង់ផ្ដល់សំណើមខ្ពស់ណាខ្ញុំនឹងនិយាយពីបញ្ហាស្បែកមុនបន្តិចខ្ញុំប្រើច្រើនដែរដោយសារមួយរយៈនេះគឺយើងដឹងហើយថាអាកាសធាតុនៅស្រុកយើងវាគឺចុះត្រជាក់ហើយស្ងួតចានេះគឺសេរ៉ូមសាដូ collagen sakura មកស្ងួតមែនតើមកវាសូមជាអត់លាបទេគឺចប់ខ្ញុំលាបសេរ៉ូម sakura ហ្នឹងហើយគឺលាបលេការពារកម្ដៅថ្ងៃការពារកម្ដៅថ្ងៃនេះគឺមានរបស់កូរ៉េទេនេះចាមិនតាន់បានប្រើប្រាស់ចិនទេព្រោះរាល់ថ្ងៃគឺខ្ញុំប្រើផលិតផលណែលក់ផលិតផលចិនសុទ្ធហ្មងពេលអស់ផលិតផលចាស់ៗដូចជាបោះសៀមបោះអីអស់ហើយគឺខ្ញុំចាប់ដើមដោយសារឥឡូវហ្នឹងគឺរាល់ថ្ងៃខ្ញុំស្តុកខ្ញុំហ្នឹងក៏មានផលិតផលសៀមដែរចឹងណាប៉ុន្តែខ្ញុំអត់បានផុសលក់ទេខ្ញុំអត់លក់លាងស្តុកអីទាំងអស់ខ្ញុំលាងស្តុកតែ2ខែទេលាងស្តុកតែ2ខែគឺខ្ញុំឈប់លាងស្តុកលាងអីហើយគឺនៅសល់ទាំងប្រហែលគឺទុកប្រើខ្លួនឯងទាំងអស់តែម្ដងហ្នឹងហើយខ្ញុំមកចាប់ដើមលក់ជាមួយផលិតផលរបស់ចិនវិញម្ដងឬរបស់កូរ៉េរបស់ចិនរបស់កូរ៉េចារបស់កូរ៉េគឺខ្ញុំមានលក់ជាប្រភេទ supplement ក៏ដូចជាកាហ្វេតែ supplement គឺខ្ញុំប្រើជាមួយដែលខ្ញុំត្រៀមនឹងប្រើហ្នឹងគឺមានដូចជា probiotic ចា probiotic គឺវីតាមីន C អីចឹងទៅហើយខ្លាញ់ត្រីគឺខ្ញុំប្រើរាល់ថ្ងៃចានេះគឺលាប sunscreen ហើយណាតែខ្ញុំលាបនេះប្រភេទ physical sunscreen ហ្នឹងរបស់ចិនខ្ញុំរកអត់បានឃើញទេ physical sunscreen វា physical sunscreen វាពិបាកលាបបន្តិចវាលាបទៅវាមានប្រវត្តិខែអីចឹងណាប៉ុន្តែនេះខ្ញុំលាបសេរ៉ូមពីលើលាបសេរ៉ូមមុនចឹងទៅស្បែកវាមានសំណើមហ្នឹងហើយនេះកាមេរ៉ាស៊ីណាបងប្អូនមើលមុខខ្ញុំមើលមានជាប់មានអាចរយវាមិនអត់ទេគឺមានជាប់មានជាប់អត់មានទេគឺខ្ញុំហ៊ាននិយាយចឹងមកតែអាចរយមានខ្លះតិចមានតិចតួចហើយដោយសារវាអាចរយហ្នឹងដោយសារយើងកាត់មុនកាត់អីចឹងណានេះកាត់មុនតិចតួចមុនពេលយើងមកថ្ងៃខែចឹងទៅគឺវាកាត់មុនកាត់អីចឹងឯងតាមធម្មជាតិធម្មតារបស់ស្បែកមនុស្សរបស់យើងចឹងណាឥឡូវហ្នឹងគឺមកគូចៅចាវាអត់ស្មើគ្នាទេមួយទៅលើមួយទៅចាស្អីក៏ដោយវាអត់មានអីភាពអីស្មើគ្នាទេមួយវែងមួយខ្លីចាខ្ពស់មួយជាហៀងទៀតជាខ្ញុំគូតាំងប្រងចាធម្មជាតិរបស់ខ្ញុំចឹងណាចាបានតែប៉ុណ្ណឹងឯងខ្ញុំមានចាមានអីគេឥឡូវមានក្រែមវិញម្ដងក្រែមនេះគឺអស់ហើយគេទិញអស់លេងហ្មងទាំងកូនខ្លួនឯងទិញទាំងយកលាបខ្លួនឯងចឹងណាហើយនឹងគ្នាក៏ទិញគេច្រើនគាត់ចូលចិត្តទិញក្រែមហ្នឹងហើយនេះគឺមកចងសក់នេះគឺសក់ខ្ញុំអត់ដែរទេក៏ប៉ុន្តែកាលពីអត់ទាន់អបអាគ្រីមអបសក់collagen គឺរៀងយ៉ាប់ដែរអញ្ចឹងណាតែបន្ទាប់ពីអបអាហ្នឹងមកទុំសក់ហើយយើងលាបប្រេងខ្លះទៅគឺធ្វើឲ្យសក់យើងទុំវាមានទម្ងន់ណាសក់មានទម្ងន់ហ្នឹងឯងឆ្ងាយគេឡាយគេដាក់ filter កើតខ្ញុំដាក់ filter កើតចឹងខ្ញុំបងប្អូនណាដឹងអត់ហើយខ្ញុំឡាយដាក់ filter កើតចឹងបានច្រើនតង់តិចមកអាចទិញចឹងទៅលបូនបាទវាសក់វារលោងពេកទៅចឹងទៅតែខ្លះក៏លាបប្រេងវាខ្លះក៏អត់ទេសក់នេះឥឡូវចូលដល់លាបឃ្លៀកនេះលេបឃ្លៀកបងប្អូនសាច់វារៀងបន្តិចប៉ុន្តែធ្វើថ្លៃឯងនេះលេបឃ្លៀកចាលេបឃ្លៀកនេះគឺធ្វើឲ្យបាត់ក្លិនឃ្លៀកហើយនឹងធ្វើឃ្លៀកសតែវាមិនលាបឲ្យសភ្លាមទេណាមែនទេគឺវាមានតាមដំណាក់របស់វាចាលេបឃ្លៀកក៏មានលក់ដែរបងប្អូនឥឡូវខ្ញុំមកនិយាយពីកំតាន់និយាយពីលាបលេសិនលេ collagen ណានេះមកដល់នេះមាន300ក្រាមបើបងប្អូនចង់បានស្បែកកុំឲ្យឆាប់យាកុំឲ្យឆាប់ចាស់អីគឺលាបលេ collagen ហ្នឹងទៅហើយតាមពិតណាប្រភេទលេហ្នឹងមិនយើងប្រើតែហ្នឹងអាចយើងប្រើផ្លាស់ប្ដូរតាមអាកាសធាតុឬក៏តាមការពេលវេលាផងដែរជួនកាលយើងអានេះយើងត្រូវការលាបឲ្យវាស្បែករបស់យើងក្មេងជាងវ័យចាតែបើសម្រាប់លេចេកនេះគឺជួយចិញ្ចឹមស្បែកធ្វើឲ្យស្បែកមានសំណើមហើយនឹងជួយឲ្យស្បែករបស់យើងដែលខូចកោសិកាឬថាស្បែកដែលធ្លាប់លាបលេលាយបងប្អូនដឹងថាលេលាយគឺវាមានសារធាតុយើងយកមកលាយខ្លួនឯងចាឧទាហរណ៍ថាយកលេ2 3 4ប្រភេទចឹងទៅយកមកដាក់លាយចូលគ្នាចឹងទៅធ្វើឲ្យសារធាតុគីមីហ្នឹងគឺវាប្រតិកម្មគ្នាចឹងទៅវាធ្វើឲ្យស្បែករបស់យើងឆាប់សចឹងណាចាប៉ុន្តែអានេះគឺវាជួយស្បែករបស់យើងស្ដារសភាពស្បែកដែលខូចហើយឲ្យមកជាធម្មតាវិញហើយខ្ញុំប្រើសំណើមខ្ញុំអត់និយាយរឿងសរឿងអីទេបើបងប្អូនចង់សគឺអត់ពិបាកទេគឺយើងប្រើស្កាប់
ភាពសនៃស្បែកនេះថាបើសបល់ដូចខ្ញុំចែកសបល់ដូចខ្ញុំទេមិនអ្នកសទេតែគេហៅសបល់ស្អែមសបល់ស្អែមអញ្ចឹងបើសិនចង់បានមើលទៅស្បែកស្អាតស្បែកមានសុខភាពល្អគឺជាស្បែកដែលរលោងចាស្បែកដែលរលោងមានសំណើមហ្នឹងគេហៅថាស្បែកស្អាតព្រោះស្បែកសគឺមានតែពួកអឺរ៉ុបទេស្បែកសឬក៏ចិនអីចឹងស្បែកលឿងស្បែកសអីចឹងទៅបើសម្រាប់យើងនេះគឺនៅអាស៊ីអាគ្នេយ៍នៅអាស៊ីពាក់សិនអាស៊ីអីហ្នឹងគឺជាប្រភេទស្បែកស្អែមស្បែកទឹកឃ្មុំណាអញ្ចឹងយើងត្រូវរក្សាស្បែករបស់យើងហ្នឹងឲ្យនៅសភាពដើមប៉ុន្តែធ្វើយ៉ាងម៉េចឲ្យមានស្បែកសុខភាពល្អហ្នឹងហើយអាលេមួយនេះក៏ជួយផ្ដល់សំណើមឲ្យធ្វើឲ្យស្បែកភ្លឺថ្លាដូចគ្នានេះលេដូងហ្នឹងហើយលេដូងនេះ whitening and moisturizing គ្មានជាតិអាល់កុលហើយវាធ្វើឲ្យស្បែកយើងរបស់យើងភ្លឺថ្លានិងផ្ដល់សំណើមខ្ពស់ហ្នឹងហើយនេះហើយសម្រាប់នេះវិញគឺជាលេទឹកអប់ណាលេទឹកអប់នេះក៏ធ្វើឲ្យស្បែករបស់យើងនឹងភ្លឺហើយផ្ដល់មានសំណើមដូចគ្នាអញ្ចឹងបងប្អូនត្រូវការទៅមួយណាគឺយកមួយហ្នឹងទៅនេះអានេះខ្ញុំនិយាយចឹងសម្រាប់អ្នកដែលស្បែកខូចសម្រាប់អ្នកដែលស្បែកខូចពីការលាបលេជាតិកាត់ដែលមានជាតិកាត់ធ្វើឲ្យស្បែកឆាប់សស្គប់ហ្នឹងព្រោះធម្មតាស្បែករបស់យើងគឺអ្នកស្បែកស្អែមគឺអត់អាចទៅធ្វើឲ្យស្បែកខ្លួនឯងហ្នឹងសស្គប់បានទេគឺអត់ទេបើធ្វើអញ្ចឹងគឺវាមានគ្រោះថ្នាក់ខ្លាំងតែម្ដងហ្នឹងហើយសម្រាប់គេអ្នកសពីធម្មជាតិគឺគេនៅតែថែតែគ្នាចាថែស្បែកឲ្យមានសំណើមថែស្បែកអីចឹងទៅគេលាបប្រភេទដល់សំណើមធ្វើឲ្យស្បែកនៅតែភ្លឺនៅតែថ្លាចឹងទៅហើយយើងអ្នកស្បែកស្អែមហ្នឹងក៏មានសិទ្ធិក្នុងការធ្វើឲ្យស្បែករបស់យើងភ្លឺថ្លាបានដូចគ្នាណាភ្លឺថ្លាហើយនឹងសខុសគ្នាបងប្អូនខ្ញុំចង់បានស្បែកសគេដាក់ចែកមានអ្នកខ្លះចង់បានស្បែកអញ្ចឹងហើយស្បែកអញ្ចឹងទៅស្អីវិញខ្ញុំស្គួយឆ្ងល់ទៅដល់ពេលចឹងចាអញ្ចឹងអានេះគឺលេនេះគឺលេលាបបំបាត់ភាពជ្រាបជ្រួញរបស់ស្បែកអញ្ចឹងខ្ញុំលាបអានេះដោយសារអីគេដោយសារយើងចាំដោយសារយើងអាយុច្រើនហើយចាអាយុចាប់ចូល40ឆ្នាំហើយណាកាលខ្ញុំវាអាយុ30ឆ្នាំខ្ញុំមិនសូវបានមើលថែអីលាបលេអីណាណៃអីទេអត់ទេមិនសូវទេតតែអាយុច្រើនតែបាននឹកឃើញអញ្ចឹងបងប្អូនជំនាន់ក្រោយអីបើត្រូវថែហើយថែតាំងពីអាយុ20ឆ្នាំឯងហើយតែប៉ុន្តែកុំប្រើប្រភេទពួកធ្វើបាបស្បែកខ្លួនឯងណាបងចានិយាយដៃជើងបងប្អូនមិនមានខ្ញុំមិនមានអ្នកទេមកពីធនាគារទេមិនថាធនាគារណាទេមកសួរថាខកចេញទៅអត់គេថាពីមកខកចេញទៅទេគេមកទៅវិញថានឹងគេវាណោអីគេមកដឹងដែរមិនដឹងថាអ្នកបោកឬក៏ ACO អីមិនដឹងទេខ្ញុំមិនដឹងដែរហើយដូចកុំភ្លេចណាម្ដងទៀតខ្ញុំប្រាប់បងប្អូនម្ដងទៀតអ្នកដែលចង់បានស្បែកក្មេងជាងវ័យចាកុំភ្លេចមួយនេះតែបើចង់បានស្បែកក្អូស្បែកមានសំណើមគឺមួយនេះចាចង់ឲ្យស្បែកភ្លឺថ្លាមានសំណើមគឺមួយនេះលេដូងណាលេដូងហើយមួយនេះគឺជាលេដែលជួយស្ដារស្បែកដែលខូចឡើងវិញឧទាហរណ៍ថាយើងលាបទៅកសែក្រហមឬក៏ស្បែករបស់យើងចេញប្រតិកម្មចេញអីចេញលំមាស់ចេញអីហ្នឹងគឺនេះលាបអានេះគឺជួយស្ដារស្បែកដោយសារវាមាននេះពាក្យថា brightening and rejuvenates the skin មានន័យថាជួយស្បែកឬក៏ស្ដារស្បែកហ្នឹងឡើងវិញឲ្យវាមានសភាពដើមមានសភាពល្អធម្មតាវិញអញ្ចឹងណាហើយលេខអូបនេះគឺមានអក្សរ2នេះលេខអូបអក្សរ2ហ្នឹងណាចាតម្លៃគឺសមរម្យទេបងប្អូន8000ទេអានេះគឺប៉ុន្មានអានេះ7500តែចំណុះរបស់វាគឺ300 ml ដូចគ្នា300 ក្រាម300 ml ដូចគ្នាចំណែកនេះ8000ដែរដូចលេខអូបដែរប៉ុន្តែលេខអូបគឺចំណុះរបស់វាតែ250 ml ទេចាអញ្ចឹងមានន័យថានេះវាជាថ្លៃជាងគេបន្តិចអញ្ចឹងណាដោយសារវាគេហៅមិនទេហៅលេខទឹកអប់អញ្ចឹងណាចាអញ្ចឹងខ្ញុំនិយាយពីអានេះវិញម្ដងនេះនិយាយពីអាគ្រីមលៀបកលៀនកន្លែងណាក៏ដោយតែចង់ករបស់យើងដែលឡើងខ្មៅទៅកែងដៃនេះកែងដៃអ្នកខ្លះមានកែងដៃខ្មៅខ្ញុំមិនដឹងថាខ្មៅទេខ្មៅតិចតិចដែរហើយនឹងជង្គង់ឬក៏ភ្នែកគោដែលក្រិនហើយខ្មៅមិនខ្មៅចង់និយាយថាមិនមែនខ្មៅពីធម្មជាតិទេយកអានេះទៅលាបទេមែនទេគឺចង់និយាយថាខ្មៅហ្នឹងខ្មៅដោយវាកើតក្រោយធម្មជាតិទេដូចជាស្បែកក្រិនខ្មៅកន្លែងចង្កកន្លែងអីហ្នឹងកន្លែងក្លៀកខ្មៅឬក៏កលៀនខ្មៅក៏បែកខ្មៅហ្នឹងហើយនិយាយចង់អស់បណ្ដោយទៅចានេះគឺប្រើយ៉ាងនេះគេដាក់រូបហើយស្រាច់ហើយហ្នឹងដាក់រូបហើយស្រាច់ហើយអញ្ចឹងជាប្រភេទដែលលាបនៅតាមចំណុចអត់លាបទាំងអស់ទេអត់លាបទាំងដៃទាំងជើងនេះចង់ឃើញស្បែកសទាំងអស់តែអាហ្នឹងយកទៅលាបទាំងដៃទាំងជើងអីអត់ណានេះគឺគេដាក់ច្បាស់នេះគឺលាបតាមចំណុចណាដែលយើងចង់បានសអញ្ចឹងណាហ្នឹងហើយខ្ញុំមកនិយាយពីទឹកអប់បន្តិចអូនេះមួយទៀតនេះលេខការពីកម្ដៅថ្ងៃទេបងប្អូនលេខការពីកម្ដៅថ្ងៃរយ៉ាផាយ៉ាមាន SPF 60 បូក PA បូក2ដងអានេះការពីកម្ដៅថ្ងៃបើពួកនេះគឺអត់ការពីកម្ដៅថ្ងៃទេគឺលេខដល់សំណើមពួកខ្ញុំនិយាយពីមុនមកនេះគឺលេខដល់សំណើមថ្ងៃបាទនេះការពីកម្ដៅថ្ងៃបងប្អូននិយាយពីទឹកអប់បន្តិចខ្ញុំបានទឹកអប់បន្តិចខ្ញុំច្រើនណាបងប្អូនចង់មកតេស្តផ្ទាល់គឺបានអត់មានឲ្យទិញព្រាទេណែមើលហើយមើលទឹកអប់បែបនេះមាន6ក្លិន6ពណ៌បងប្អូនណាស្រឡាញ់ក្លិនមួយណាគឺយកមួយហ្នឹងទៅតេស្តខ្លួនឯងហើយចាំទិញកុំទិញព្រាបងប្អូនណាកុំទិញព្រានេះឬក៏ទិញយកទាំងអស់ហ្នឹងយកទៅតេស្តក៏បានចាំម្ដងគឺ15000ម្ដងនេះទឹកអប់របស់ខ្មែរទឹកអប់និស័យនេះគឺដាក់សខ្មែរច្បាស់ចឹងហ្មង
នេះបើបាញ់ខាងនេះផ្អែមសាហាវស្វីតមកជាមួយខ្ញុំបាញ់ខ្ញុំបាញ់ឲ្យក្អូបណាអីមកប្រេះទាំងអស់គ្នាបាញ់សក់ទៀតបានហើយនឹងក្អូបឈ្ងុយឈ្ងុកមកចាំបងប្អូនបើសិនជាត្រូវការទឹកអប់និស័យការកុំភ្លេចណាគឺកន្លែងលក់នៅទល់មុខមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបៃលិនបាត់ចំណងហើយមានផលិតផល skin care ជាច្រើនទៀតហើយបើសិនជាបងប្អូនចង់ប្រឹក្សាអីគឺប្រឹក្សាជាមួយខ្ញុំបានណានិយាយពីស្អកកនេះនិយាយពីស្អកកនេះជួយគឺជាសរោមអកយើងនឹងស្អកកហ្នឹងព្រោះខែនេះវាអត់ទៀងទេចង់ភ្លៀងផងចង់ត្រជាក់ផងក្តៅផងព្រោះស្អីស្អីទៅយើងតាមអាកាសធាតុអត់ទាន់អីអញ្ចឹងវាធ្វើឲ្យយើងអាចផ្ដាសាយអាចអីអញ្ចឹងណាអញ្ចឹងហូបអានេះមួយសិននិយាយទៅខ្ញុំហូបពេលណាតែអត់ស្រួលឬថាអត់ស្រួលកំពង់កអត់ស្រួលអីចឹងទេអត់មានហូបថារាល់ថ្ងៃទេអត់ទេបើកូនខ្ញុំគាត់ថាចេះហូបទេម៉ាក់ខ្ញុំផ្លែចាំស្អាតស្អាត SS តែបើហូបយូរមិនដឹងថាឆ្ងាញ់ហូបហើយបន្តផឹកទឹកឲ្យវាជ្រាបនៅកំពង់កយើងសិនណាហើយទៅផឹកទឹកតាមក្រោយហើយតោះតែពីចប់ទៅគឺខ្ញុំប្រើនេះសបកតែខ្លួននៅបាត់ទៅណាបាត់ហើយខ្លួននៅខាងផ្ទះខាងនោះចូលជាសមាជិកតែ$21ទេហើយនេះគឺប្រើបានបើប្រើម្នាក់ឯងចូល3ខែ3-4ខែនេះបងប្អូនខ្ញុំសុំណែនាំជាមួយអ្នកដែលកាត់មុននេះសរោមរបៀបនេះសរោមរបៀបហើយនឹងហ្វូមរបៀបនិយាយទៅស្បែកមុខយើងបងប្អូនខ្ញុំចង់និយាយថាចេះយើងប្រើហើយបានពេលខ្លះខ្ញុំនេះប្រើអាប្រភេទផ្ដល់សំណើមហើយនិងប្រភេទធ្វើឲ្យស្បែកយើងក្មេងជាងវ័យហើយអីក៏ប្រើហ្នឹងពីព្រោះថាស្បែករបស់យើងប្រែប្រួលទៅតាមពេលវេលាសូម្បីតែសាប៊ូកក់សក់ក៏ដោយសាប៊ូកក់សក់តាមពិតយើងត្រូវដូរយើងមិនមែនកក់ថាអូក្បាលយើងកែយើងកក់យើងគិតតែកក់អា dandruff anti dandruff ហ្នឹងរហូតទេគឺនៅពេលណា anti dandruff ហ្នឹងខ្លះវាធ្វើឲ្យសក់យើងវាស្ងួតអញ្ចឹងយើងត្រូវតែប្រើអាផ្ដល់សំណើមឲ្យសក់អីចឹងទៅអញ្ចឹងអាសាប៊ូនោះអាឈុតនោះវា anti dandruff មែននេះឈុតសាប៊ូនេះសាប៊ូ collagen នេះគឺកក់ល្អសាហាវហ្មងខ្ញុំនិយាយតាមត្រង់នេះអានេះកក់ប្របាត់អង្គែប៉ុន្តែម៉ាស់អប់សក់វានេះធ្វើឲ្យសក់ទន់បងប្អូនត្រូវដឹងណាអានេះវាកក់ទៅសក់អាចស្ងួតណាបងប្អូនកក់ទៅសក់អាចស្ងួតក៏ប៉ុន្តែវាមានម៉ាស់អប់សក់វាមុខរបស់យើងត្រូវការអីគេត្រូវការខ្លះត្រូវការបំបត្តិមុនបំបត្តិជាំបំបត្តិអាចរុយបំបត្តិមុខស្ងួតបំបត្តិមុខខូចពេលខ្លះស្បែកស្ងួតចឹងទៅពេលខ្លះស្បែកខ្លាញ់អញ្ចឹងមិនត្រូវតែមុខនឹងបានទេអត់ទេគឺអត់ប្រើមុខបានទេមុខយើងមួយគឺត្រូវមានត្រៀមអាផ្ដល់សំណើមដល់ស្បែកមានត្រៀមផ្ដល់សំណើមដល់ស្បែកនិងធ្វើឲ្យស្បែកក្មេងជាងវ័យតែពេលស្បែកមុខយើងចេញមុនគឺយើងត្រូវតែប្រើឈុតមុនជួនកាលហ្វូមយើងមុខមិនមានតែមួយណាគឺហ្វូមយើងមុខអាចមាន3-4ខ្ញុំនិយាយតាមពិតណាមិនមែនថាអូអ្នកលោកចង់លក់ដាច់ចឹងទៅចេះតែនិយាយបងប្អូនសាកធ្វើតាមខ្ញុំសាប៊ូដុសខ្លួនរបស់ខ្ញុំណាមាន3ប្រភេទហើយពេលណាត្រូវ scrub ពេលណាត្រូវអត់ scrub ហើយសូម្បីតែលេលាបខ្លួនរបស់ខ្ញុំណាក៏ខ្ញុំមាន2ប្រភេទដែរមានលេការពារកម្ដៅថ្ងៃហើយនឹងលេផ្ដល់សំណើមលេផ្ដល់សំណើមមានអាផ្នែកអីខ្លះគឺមានអាផ្ដល់សំណើមធ្វើឲ្យខ្លួនរបស់យើងគឺសាច់ស្បែកក្មេងជាងវ័យផ្ដល់សំណើមធ្វើឲ្យស្បែកភ្លឺសរលោងផ្ដល់សំណើមបែបអីគេបែបអ្នកស្បែកខូចប៉ុន្តែស្បែកខ្ញុំអត់ខូចទេអញ្ចឹងបើសិនជាបងប្អូនស្បែកខូចគឺអាចប្រើនេះបានណាឧទាហរណ៍ថាលាបពួកលេលាយពួកអីទៅខូចស្បែកអីគឺលាបអានេះបានខ្ញុំអត់លាបទេតែស្បែកគេស្បែកខ្ញុំអត់ខូចទេអញ្ចឹងប៉ុន្តែបើសិនជាខ្ញុំចង់លាបក៏លាបបានដូចគ្នាអញ្ចឹងណាហ្នឹងហើយហើយបើយើងចង់ក្អូបគឺយើងប្រើនេះខ្ញុំហូបនេះសិនឈឺកោនេះមានអ្នកមើលតែ2អ្នកមើលមានតែ2អ្នកទេគណៈថ្ងៃសៅរ៍ទៅខ្ញុំកូនគេថាឆ្ងាញ់តែខ្ញុំញ៉ាំណាឆ្ងាញ់អានេះគឺសរោម Angel គឺរបស់ខ្មែរយើងណាខ្ញុំថារបស់ខ្មែរយើងអត់ណាអត់មានអន់ទេប្រាប់ទៅហើយបងប្អូនចង់ទិញគេថាអត់មានលក់អីចង់ទិញនៅមុខវត្តតាហ៊ីតែបងប្អូនភក្ត្រាហើយកន្លែងមិត្តភក្តិខ្ញុំមួយទៀតគឺនៅកំពង់ឆ្នាំងឈ្មោះសិនបូរី Facebook គាត់ឈ្មោះសិនបូរីគាត់លក់អាហ្នឹងមាន2នាក់ហើយមានមិត្តភក្តិខ្ញុំច្រើនដែរហើយគាត់គាត់តែខ្ញុំអត់តបានគេប្រាប់ឈ្មោះអស់មានបងហៃបងហ៊ីមហៃក៏គាត់លក់ដែរតែខ្ញុំអត់បានលក់ទេចាំទិញគេចាំប្រម៉ូទឲ្យគេឆ្ងាញ់ហើយបងគាត់ថាឆ្ងាញ់ឥឡូវខ្ញុំមកបង្ហាញសរោមកមានពីរប្រភេទណាសរោមកមាន Bio Aqua ហើយនិង Sador Bio Aqua និង Sador ទៀតឥឡូវនេះសរោមអស់ហើយលេងថ្ងៃគឺនៅសល់តែ lotion ទេបងប្អូនដែលមានអារម្មណ៍ថាខ្លួនឯងស្បែកស្ងួតហើយលាបផលិតផលខុសទៅឡើងជាំដុំឡើងជាំឲ្យមុខស្ងួតឡើងមុនមានន័យថារបាំងការពារស្បែករបស់យើងគឺខូចបាត់ហើយអញ្ចឹងនេះអ្វីដែលស្រទន់លាបហើយស្រទន់ណាមានតែពួកដែលមាន niacinamide និង ceramide ទេដែលជួយស្ដារស្បែករបស់យើងឡើងវិញមកណាបងប្អូនលាបពួកនេះណាស្បែកស្ដើងចេញទៅសៃកវេងកវាងឲ្យដើរហាថ្ងៃមានអារម្មណ៍ថាក៏ហល់កាហាយបើមកខ្ញុំចង់ដើរមិនក៏បានដែរខ្ញុំដើរពាក់បួកក៏បានដើរក្បាលទេក៏បានតែអត់មានបញ្ហាដែរហ្នឹងហើយព្រោះខ្ញុំអត់ដែរមិនថាយើងប្រើជាតិកាត់ទេយើងប្រើជាតិកាត់ប៉ុន្តែជាតិកាត់នោះយើងប្រើនៅពេលណាដូចជាពី AHA BHA យើងប្រើប្រហែល
ឡានដល់ក្នុងមួយអាទិត្យអីចឹងណាចាហើយក្រៅពីហ្នឹងយើងលាបបំពន់ទៅពេលណាស្បែករបស់យើងមើលទៅរៀងអត់ស្រួលត្រូវកម្ដៅថ្ងៃរលាកកម្ដៅថ្ងៃអីខ្លះប្រើពួកនេះទៅប្រើពួកហ្នឹងពេលយប់អីចឹងឬក៏ពេលថ្ងៃក៏បានដែរហើយលាបលេការពីកម្ដៅថ្ងៃពីលើហើយដូចខ្ញុំនិយាយចឹងអានេះគឺផ្ដល់សំណើមឲ្យធ្វើឲ្យស្បែកក្មេងជាងវ័យនេះផ្ដល់សំណើមឲ្យធ្វើឲ្យស្បែកក្មេងជាងវ័យលេសេរ៉ូមសាកូរ៉ាហើយបាទនេះគឺ lotion អង្គរដែលមានជាតិអង្គររហូតដល់ 70% ចានេះ Rice and Whitening Lotion ចាធ្វើវាអាចធ្វើឲ្យស្បែករបស់យើងសដែរហើយនេះគឺ foam លាងមុខរបស់វានេះ foam លាងមុខអង្គរនេះហើយអង្គរប្រភេទដូចជានេះ Bio Aqua នេះសេរ៉ូមនេះគឺផ្ដល់សំណើមហើយធ្វើឲ្យមុខសផ្ដល់សំណើមអញ្ចឹងតែការណារបាំងការពារស្បែករបស់យើងគឺខូចគឺយើងត្រូវការសំណើមខ្លាំងណាស់មាន Hyaluronic acid មាន niacinamide អានេះមាន niacinamide ខ្ញុំមើលក្នុងសារធាតុផ្សំនេះណាខ្ញុំស្រាវជ្រាវនិយាយទៅខ្ញុំស្ដាយការនៅរៀនអត់បានរៀនគីមីអត់បានជ្រៅជ្រះអង្គអញ្ចឹងស្ដាយហើយសម្រាប់អានេះគឺអ្នកកើតមុនគឺប្រភេទ lotion របស់ល្មៀត lotion របស់ល្មៀតសម្រាប់ប្រើនៅពេលដែលយើងកើតមុនពេលយើងអត់កើតមុនយើងប្រើពួកនេះពេលយើងកើតមុនយើងប្រើពួកអានេះអញ្ចឹងណាបងប្អូនយល់ហើយបើចង់ឲ្យស្បែកសមានសំណើមគឺអានេះចង់បំបត្តិមុខជ្រួញអានេះមានសក់គ្រប់បែបយ៉ាងហ្មងអញ្ចឹងមុខយើងតែមួយហ្នឹងតែមិនមែនមានន័យថាយើងប្រើម្ដងទាំងអស់ហ្នឹងចូលគ្នាទាំងអស់ទេអាហ្នឹងស្មើនឹងលាយបាត់ហើយចាយើងយកទៅលាយគ្នាមិនចូលគ្នាបាត់ហើយគឺគេលាបតាមថ្ងៃតាមឧទាហរណ៍ថាយើងបើយើងកើតមុនទៅយើងប្រើអានេះមកជាមុនអញ្ចឹងទៅយើងចូលលាបអាផ្សេងអញ្ចឹងទៅអញ្ចឹងណាចាបើយើងនឹកឃើញថាចង់ឲ្យស្បែកយើងក្មេងជាងវ័យឬក៏បំបត្តិភាពជ្រួញយើងប្រើអានេះទៅអញ្ចឹងណាចាបើថាបើចង់ឲ្យមុខសភ្លឺថ្លាមានសំណើមគឺយើងប្រើពុកនេះទៅអញ្ចឹងណាមិនមែនអ្នកលក់ប្រាប់ថាប្រើចូលគ្នាទាំងអស់ទាំងទេអត់ទេបងប្អូនត្រូវប្រឹក្សាជាមួយខ្ញុំសិនចាបានខ្ញុំឲ្យប្រើមិនចេះតែនឹកឃើញថាបងខ្ញុំចង់ទិញអានេះដល់ពេលលាបអត់ត្រូវទៅបន្ទប់អ្នកលក់អញ្ចឹងណាចាអញ្ចឹងហើយនេះខ្ញុំមានគ្រីមល្មៀតមួយទៀតគេទៅគ្រីមល្មៀតល្មៀតនេះមានអាសេសវាហ្មងអានេះសម្រាប់អ្នកស្បែកស្ងួតណាមុនតែស្បែកមានមុនតែមុខស្ងួតហ្នឹងហើយយើងប្រើជាមួយសេរ៉ូមនេះទៅយើងលាបសេរ៉ូមហើយលាបអាហ្នឹងក៏បានអញ្ចឹងណាឬក៏ប្រើ lotion ហើយជាមួយនឹង foam ហ្នឹងក៏បានដែរអញ្ចឹងណាអញ្ចឹងមានន័យថានៅក្នុងបន្ទប់ទឹករបស់បងប្អូនត្រូវមាន foam លាងមុខកម្ចាត់មុន foam លាងមុខជំរុះកោសិកាស្បែកមាន foam លាងមុខធ្វើឲ្យស្បែកសនិយាយទៅត្រូវមាន foam លាងមុខយ៉ាងហោចណាស់ក៏3ដែរដើម្បីយើងផ្លាស់ប្ដូរគ្នាអញ្ចឹងណាហើយគ្រីមក៏ដោយលេងលាបមុខក៏ដោយសេរ៉ូមក៏ដោយគឺយើងត្រូវផ្លាស់ប្ដូរដូចខ្ញុំនិយាយមិញអញ្ចឹងគឺត្រូវផ្លាស់ប្ដូរអញ្ចឹងសូម្បីតែគេពេទ្យព្យាបាលគេព្យាបាលតាមរោគសញ្ញាឧទាហរណ៍ថាឧទាហរណ៍មេរោគអេដអ្នកកើតជំងឺអេដគឺអីខ្លះគឺធ្វើឲ្យយើងស្គមធ្វើឲ្យយើងរាកធ្វើឲ្យយើងកើតក្បៅអីចឹងគឺគេឲ្យថ្នាំគឺប្រើតាមហ្នឹងហើយអញ្ចឹង skin care គឺដូចគ្នាដែរស្មើវាអាចថាស្មើនឹងថ្នាំដែរអញ្ចឹងណាចាអរគុណច្រើនអញ្ចឹងបងប្អូនខ្ញុំសូមជម្រាបលាបងប្អូនតែប៉ុណ្្នឹងសិនព្រោះចិត្តដល់ម៉ោងទៅយកគុំណាចាអរគុណច្រើនជម្រាបលាសុខភាពល្អហើយបើសិនជាចង់បានផលិតផលអីគឺអាចមកប្រឹក្សាជាមួយខ្ញុំបានហើយផលិតផលដែលខ្ញុំលក់នេះគឺខ្ញុំនិយាយតាមត្រង់ហ្មងគឺខ្ញុំលក់ផលិតផលរបស់ចិនណាចាប៉ុន្តែហេតុអីបានខ្ញុំរៀបលក់របស់ចិនដោយសារទីមួយវាសម្បូរបែបហើយទីមួយទៀតគឺតម្លៃវាធូរថ្លៃសមរម្យហើយរបស់សុទ្ធហ្នឹងហើយវាអត់ខ្លាចតែរឿងថារបស់ copy របស់អីចឹងទៅចាហើយវាធូរថ្លៃល្អណាស់អរគុណច្រើនជម្រាបលាជួបគ្នាឱកាសក្រោយទៀតណាបងប្អូនបាយបាយ